បាទជម្រាបសួរបាទសួស្តីបងប្អូនបាទថ្ងៃនេះគឺខ្ញុំនាំបងប្អូនបាទមករៀនបាទចុចប្រព័ន្ធម៉ាស៊ីនស្រេះបាទ Mayuki បាទសេរីថ្មីបាទហើយថ្ងៃនេះគឺបង្រៀនបងប្អូនពីជើងទាបាទគឺជើងទាវារាងខ្ទាបអញ្ចឹងយើងបាទត្រូវដំឡើងជើងទារាងខ្ពស់ដើម្បីងាយស្រួលដាក់សាច់អាវចូលអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលមកសេរីប្រព័ន្ធទាំងអស់គ្នាបាទហើយនេះគឺជាបាទតាប់ឡូបាទប្រព័ន្ធចុចរបស់បាទ Mayuki ហ្នឹងឥឡូវហ្នឹងគឺយើងបាទចូលមកសេរីទាំងអស់គ្នាយើងជូនបងយើងចុចបិទភ្លើងនេះមកបងប្អូនហើយចុចបិទភ្លើងហើយយើងចុចអក្សរ M1 បាទចុច1ហើយបន្ទាប់មកកន្លែងខាងលើនេះគឺលេខ1មែនណា01អញ្ចឹងយើងចុចខ្មៅដៃមកបាទហើយនេះគឺជាបាទ MAX នេះហ្នឹងហើយឥឡូវហ្នឹងគឺជើងទាខ្ពស់ទាបអញ្ចឹងយើងចុចតឡើងលេខវាមកបាទដោយសារតែវាលេខវាខ្ទាបពេកអញ្ចឹងជើងទាក៏ខ្ទាបដែរអញ្ចឹងយើងតឡើងដាក់លេខខ្ពស់តិចមកយើងដាក់10ឬ11 12អីក៏បានដែរចាបងប្អូនត្រូវការខ្ពស់ដាក់ខ្ពស់បាទត្រូវការខ្ទាបដាក់ខ្ទាបអញ្ចឹងទៅហ្នឹងហើយបន្ទាប់មកយើងចុច save វាមកបាទ save វាអញ្ចឹងមកបាទបន្ទាប់មកជើងទាគឺខ្ពស់តែម្ដងបងប្អូនឃើញហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេហើយកុំភ្លេចជួយចុច subscribe ដើម្បីបានចំណេះដឹងរៀនជួសជុលជាងម៉ាស៊ីនបន្ថែមទៀតសូមអរគុណ